ក្រុមសិល្បករផ្នែកចម្លាក់និងក្រុមកម្មករសរុប27ក្រុមមកពីប្រទេសផ្សេងៗគ្នាបានចូលរួមនៅក្នុងកម្មវិធីប្រឡងប្រជែងចម្លាក់ទឹកកកនៅក្នុងទីក្រុងហាប៊ីនភាគឦសានប្រទេសចិនដែលជាទីក្រុងមានសីតុណ្ហភាពត្រជាក់ជាងគេបំផុតមួយនៅក្នុងប្រទេសចិនកម្មវិធីប្រឡងប្រជែងចម្លាក់ទឹកកកនោះគឺជាផ្នែកមួយនៅក្នុងពិធីបុណ្យព្រិលនិងទឹកកកប្រចាំឆ្នាំលើកទី31ប្រចាំទីក្រុងហាប៊ីនក្រុមកម្មករនិងសិល្បករផ្នែកចម្លាក់មកពី10ប្រទេសដែលមានដូចជារុស្ស៊ីម៉ុងហ្គូលីកូរ៉េខាងត្បូងនិងចិនបានប្រឹងប្រែងប្រើប្រាស់ជំនាញនិងទេពកោសល្យរបស់ខ្លួនដើម្បីប្រែក្លាយដុំទឹកកកដែលយកមកពីទន្លេក្បែរនោះឲ្យទៅជារូបចម្លាក់ដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងៗលោកស៊ូស៊ីដែលជាសិល្បករចម្លាក់ទឹកកកធ្លាប់បានចូលរួមនៅក្នុងកម្មវិធីនេះជាច្រើនឆ្នាំមកហើយនោះបានឆ្លាក់បង្កើតរូបចម្លាក់មានឈ្មោះថាលោកវាយឆ្មក់ដែលបង្ហាញពីរូបចម្លាក់សត្វខ្លានិងសត្វក្រពើខ្ញុំតែងតែចូលរួមនៅក្នុងកម្មវិធីប្រឡងប្រជែងនេះគឺដោយសារតែខ្ញុំចង់អភិវឌ្ឍជំនាញនិងសមត្ថភាពរបស់ខ្ញុំហើយម្យ៉ាងវិញទៀតគឺដោយសារតែខ្ញុំស្រឡាញ់ជាប់ចិត្តនឹងការងារចម្លាក់ទឹកកកបែបនេះចំណែកឯលោកឆាវវ៉ាន់ជុនដែលមានដើមកំណើតនៅក្នុងទីក្រុងហាប៊ីនស្រាប់និយាយថារូបគាត់ចូលរួមក្នុងកម្មវិធីប្រឡងប្រជែងនេះគឺមិនមែនដើម្បីដណ្ដើមយកជ័យលាភីអ្វីនោះទេគឺដើម្បីអភិវឌ្ឍជំនាញរបស់គាត់តែប៉ុណ្ណោះឈ្នះរង្វាន់គឺមិនសំខាន់ទេសម្រាប់រូបខ្ញុំមិនរំពឹងខ្ពស់ដល់ម្លឹងនោះទេអ្វីដែលខ្ញុំចង់បានពីកម្មវិធីប្រឡងប្រជែងនេះគឺការអភិវឌ្ឍជំនាញនិងការយល់ដឹងបន្ថែមអំពីសិល្បៈចម្លាក់ទឹកកកពិធីបុណ្យព្រិលនិងទឹកកកប្រចាំឆ្នាំក្នុងទីក្រុងហាប៊ីនធ្វើឡើងរហូតដល់ថ្ងៃទី28ខែកុម្ភៈនិងជាធម្មតាទាក់ទាញអ្នកទេសចររាប់លាននាក់មកពីជុំវិញពិភពលោក